ម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកប្រាប់អ្នកគ្នាអំពីការផលប៉ះពាល់ទៅដល់ហ្គេម Minecraft ទៅដល់មនុស្សយើងពេលដែលយើងលេងយូរឧទាហរណ៍ថាខ្ញុំមានចលែងមួយស្វែងរក Diamond មួយហើយក៏ខ្ញុំប្រឹងដើររកក្នុងខែវរយៈពេល1ម៉ោងអ្នកទាំងអស់គ្នាហើយអ្នកគ្នាច្បាស់ជាដឹងថាយើងលេង Minecraft ពិតជាពិបាកមែនទែនពេលខ្លះវង្វេងផ្លូវពេលខ្លះពិបាករកផ្លូវមកវិញអ្នកគ្នាពាក្យច្រើនបាច់ជាដឹងហើយខ្ញុំទើបតែដោនលេងនៅថ្ងៃនេះទេតែខ្ញុំមិនដឹងថាវាខ្លាំងយ៉ាងហ្នឹងហើយចូលតម្រាំ idol 8យើងទៀតឃើញក៏រមdiamond បានច្រើនណាអ្នកគ្នាអើយចំណែកឯខ្ញុំវិញអូយ diamond មួយហ្នឹងវើមុខជើក្បាលណាអ្នកគ្នាដល់ថ្នាក់ខ្ញុំទៅមួយទឹក2ដងដែររហ្នឹងសរុបទាំងអស់ហ្នឹងរយៈពេលខ្ញុំដើររម1ម៉ោងជាងហើយយើងរមតែ18សុកហេង PC ហើយអ្នកលេង Minecraft មកកណោទៀតគេដើររយៈពេលប្រហែលម៉ោងទៅអ្នកគ្នាវីដេអូគេមួយអូយខ្ញុំវិធានីមែនតើអ្នកគ្នាអើយបើសិនអ្នកគ្នាស្ដាប់ដល់ចំណុចនេះហើយបាទអ្នកគ្នាកុំភ្លេចជួយចុច Subscribe ដាក់សញ្ញាកណ្ដឹងនៅវីដេអូនេះមួយផងអ្នកគ្នាចុច Like ផងណា Bye bye I love you see you again ជួបគ្នានៅវីដេអូក្រោយអ្នកគ្នាបើអ្នកទាំងអស់គ្នាចង់ជួយ support ខ្ញុំpleaseជួយ subscribe ចុចឲ្យណាចុចមួយអូអ្នកគ្នាសូមបងចុចណា